សាច់មានផ្ទុកនៅសារធាតុអង់ទីយ៉ូទិកទាំងអស់ហ្នឹងវានឹងអាចឆេះទៅពលមកកាន់ខ្លួនរបស់មនុស្សយើងព្រោះថ្នាំហ្នឹងអត់ទាន់អស់ហើយវានៅក្នុងសាច់តទៅពេលយើងញ៉ាំចូលខ្លួនអញ្ចឹងអាថ្នាំទាំងអស់ហ្នឹងវានឹងចូលមកដល់ខ្លួនយើងដូចគ្នាខ្ញុំបាទស៊ឺកំហៀងជាប្រធានក្រុមផ្នែកលក់និងអ្នកបច្ចេកទេសនៅក្នុងក្រុមហ៊ុនចំណីសត្វ Agifit ខ្ញុំបានចាប់ដើមរៀនផ្នែកវិទ្យាសាស្ត្រផ្នែកពេទ្យសាស្ត្របញ្ញាបត្រ2016ដល់2020ហើយខ្ញុំក៏បន្តថ្នាក់បរិញ្ញាបត្រវេជ្ជបណ្ឌិតបន្តទៀតនៅឆ្នាំ2020ដល់2024នៅក្នុងអំឡុងពេលហ្នឹងខ្ញុំក៏មានបានចូលវគ្គ training ផ្សេងៗជាច្រើនទៀតការព្យាបាលទាំងការប្រើប្រាស់ថ្នាំព្រមទាំងបានចុះទៅអនុវត្តតាម farm ក៏បានធ្វើការនៅក្នុងក្រុមហ៊ុនផងដែរតើតើនឹងបទពិសោធន៍របស់ខ្ញុំនៅក្នុងអំឡុងពេលដែលខ្ញុំកំពុងរៀនថ្នាក់បរិញ្ញាបត្រវេជ្ជបណ្ឌិតក៏ខ្ញុំបានចុះទៅព្យាបាលពិសេសគេទៅលើគោបានចុះអនុវត្តផ្ទាល់ជាមួយនឹងខាងកសិដ្ឋានចិញ្ចឹមមេជ្រូកពូជនិងកូនជ្រូកហើយក៏បានចុះទៅព្យាបាលផ្សេងៗទៀតនៅតាមភូមិព្រមទាំងបានធ្វើនៅនិក្ខេបបទនិងសាលានៅលើការចិញ្ចឹមសត្វផងដែរព្រមទាំងការព្យាបាលដូចគ្នាក្នុងអំឡុងពេលដែលខ្ញុំកំពុងតែសិក្សាថ្នាក់បរិញ្ញាបត្រវេជ្ជបណ្ឌិតខ្ញុំក៏បានមកធ្វើការនៅខាងក្រុមហ៊ុន Agifit ហើយនៅក្នុងអំឡុងពេលដែលខ្ញុំរៀនផងខ្ញុំធ្វើការផងខ្ញុំបានចុះទៅជួយដល់ប្រជាកសិករជាច្រើនព្រមទាំងបានចុះទៅព្យាបាលសត្វជាពិសេសទៅលើជ្រូកទៅលើគោមាន់ទាឲ្យគាត់ផងដែរដែលនៅខាងក្នុងការព្យាបាលនឹងយើងក៏បានប្រើប្រាស់នៅប្រភេទថ្នាំអង់ទីយ៉ូទិកដើម្បីព្យាបាលទៅលើខេសមួយចំនួនទៅលើជ្រូកដែលមានបញ្ហាឈឺនឹងដែរតើតើនឹងបងប្អូនប្រជាកសិករពិសេសជាងគេគឺអ្នកញ៉ាំមូលហេតុអីបានជាគាត់តែងតែខ្លាចតើតើនឹងកាកសំណល់ទៅលើសាច់សត្វដែលផ្ទុកនៅអង់ទីយ៉ូទិកមូលហេតុចម្បងដែលគាត់ខ្លាចគឺនៅពេលដែលថ្នាំទាំងអស់នោះมันបានចេញអស់អំពីខ្លួនសត្វទេយើងពិឃាតមុនពេលដែលដល់ពេលដែលអស់សារធាតុថ្នាំទាំងអស់នោះវាផ្ទុកនៅក្នុងសាច់ទៅពេលដែលយើងញ៉ាំទៅវានឹងប៉ះពាល់ដល់សុខភាពខ្លាំងមែនទែនសម្រាប់ពុកម៉ែបងប្អូនដែលបានបរិភោគនៅសាច់សត្វដែលផ្ទុកនៅកាកសំណល់អង់ទីយ៉ូទិកហ្នឹងរឿងសំខាន់ខ្លាំងជាងហ្នឹងដែលខ្លាចហើយមិនហ៊ានពិសាឬក៏ខ្លាចរអាហ្នឹងគឺដោយសារតែនៅពេលសាច់មានផ្ទុកនៅសារធាតុអង់ទីយ៉ូទិកទាំងអស់ហ្នឹងវានឹងអាចឆេះទៅពលមកកាន់ខ្លួនរបស់មនុស្សយើងព្រោះថ្នាំហ្នឹងអត់ទាន់អស់ហើយវានៅក្នុងសាច់ដល់ពេលយើងញ៉ាំចូលខ្លួនអញ្ចឹងអាថ្នាំទាំងអស់ហ្នឹងវានឹងចូលមកដល់ខ្លួនយើងដូចគ្នាអញ្ចឹងកាកសំណល់ថ្នាំទាំងអស់ហ្នឹងវាមាននៅកំហាប់តិចចំនួនបរិមាណតិចនៅក្នុងខ្លួនយើងមានពពួកបាក់តេរីអីមួយចំនួនវានឹងប៉ះជាមួយនឹងអាប្រភេទអង់ទីយ៉ូទិកហ្នឹងអាបាក់តេរីទាំងអស់ហ្នឹងវាស៊ាំជាមួយនឹងថ្នាំហ្នឹងពេលដែលយើងមានបញ្ហារបួសឬក៏បញ្ហារីកអីផ្សេងៗយើងញ៉ាំថ្នាំអង់ទីយ៉ូទិកទៅអត់ជាទេអញ្ចឹងយើងត្រូវតរថ្នាំផ្សេងទៀតអញ្ចឹងនេះគឺជាគុណវិបត្តិក្នុងការញ៉ាំឬក៏បរិភោគទៅលើសាច់ដែលមានផ្ទុកនៅកាកសំណល់អង់ទីយ៉ូទិកនេះហេតុអីបានជាអង់ទីយ៉ូទិកនេះមានតួនាទីសំខាន់នៅក្នុងការចិញ្ចឹមសត្វគេប្រើថ្នាំអង់ទីយ៉ូទិកនេះតែកំឡុងពេលដែលសត្វមានបញ្ហានៅជំងឺតាក់ទងនឹងបាក់តេរីទេថ្នាំអង់ទីយ៉ូទិកគុណសម្បត្តិចម្បងគឺវាទៅសម្លាប់ពពួកបាក់តេរីព្យាបាលការពារតាក់ទងនឹងសត្វដែលកំពុងតែមានបញ្ហាឲ្យជាមានសុខភាពល្អឡើងមកវិញគុណវិបត្តិរបស់វាក៏មានដូចគ្នានៅពេលដែលយើងប្រើខុសកម្រិតខុសផ្លូវបញ្ចូលវានឹងធ្វើឲ្យថ្នាំនឹងចាប់ផ្ដើមស៊ាំអញ្ចឹងនៅពេលសារក្រោយយើងប្រើថ្នាំអង់ទីយ៉ូទិកនឹងទៀតប្រើអត់ត្រូវទេឬក៏លក្ខណៈការប្រើនឹងក៏អាចមានផលរំខានផ្សេងៗដូចជាវិលមុខក្អួតសត្វ stress អីជាដើមផងដែរសម្រាប់ខ្ញុំនៅតែណែនាំពុកម៉ែបងប្អូនឲ្យប្រើថ្នាំអង់ទីយ៉ូទិកប៉ុន្តែសូមប្រឹក្សាជាមួយនឹងអ្នកបច្ចេកទេសដើម្បីបង្ការអំពីការប្រើប្រាស់ខុសសួរថាតើយើងប្រើថ្នាំអង់ទីយ៉ូទិកមិនទើបត្រូវទី1យើងមើលតាមការណែនាំនៅលើសំបកថ្នាំទី2គឺត្រូវផ្លូវបញ្ចូលថ្នាំនឹងត្រូវចាក់សាច់ដុំគឺត្រូវចាក់សាច់ដុំបើចាក់វ៉ែនត្រូវចាក់វ៉ែនបើចាក់ក្រោមស្បែកគឺត្រូវចាក់ក្រោមស្បែកក្រៅពីហ្នឹងយើងគួរតែប្រើឲ្យត្រូវពេលឲ្យតែថាគេត្រូវប្រើ3ថ្ងៃយើងត្រូវប្រើឲ្យគ្រប់3ថ្ងៃប្រើ7ថ្ងៃទៅប្រើឲ្យគ្រប់7ថ្ងៃរួមទាំងគិតទៅលើវ៉ារ៉លរបស់វាដែរការបញ្ចេញចោលនៃសារធាតុថ្នាំឧទាហរណ៍ថាថ្នាំខ្លះ7ថ្ងៃអស់សារធាតុថ្នាំចេញពីសាច់ថ្នាំខ្លះ21ថ្ងៃថ្នាំខ្លះ28ថ្ងៃថ្នាំខ្លះក៏មានលើសនឹងដែរអញ្ចឹងការប្រើប្រាស់ឲ្យមុនពេលពិភាក្សាគួរតែមើលការណែនាំទៅលើសំបកថ្នាំផងដែរសម្រាប់ជាសាររបស់ខ្ញុំមួយទៀតទៅលើពុកម៉ែបងប្អូនដែលជាអ្នកបរិភោគសាច់ពុកម៉ែបងប្អូនគួរតែជ្រើសរើសសាច់ដែលមានប្រភពច្បាស់លាស់បើតាសាច់នឹងយកមកពីណាស្គាល់ប្រភពដែលអត់សាច់នឹងមាន franchise អត់អញ្ចឹងសាច់ដែលមានគុណភាពគេតែងតែដឹងអំពីប្រភពបាទស្គាល់អំពីថាសាច់នឹងយកមកពីណាបានប្រើប្រាស់ថ្នាំអីគេខ្លះវាក់តាំងអីគេខ្លះពូជអីគេខ្លះហើយសម្រាប់ពុកម៉ែបងប្អូនការប្រើប្រាស់សាច់យកមកបរិភោគឬក៏ទទួលទាននេះសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាពិសេសការសំណល់សាច់សត្វនៅក្នុងសត្វហ្នឹងបើសិនជាអាចបញ្ជាបានគួរតែបញ្ជាហើយបើសិនជាយល់មិនច្បាស់ទេអាចតំណែងមកអ្នកជំនាញគាត់នឹងអាចបកយាយឬក៏ប្រាប់ពុកម៉ែបងប្អូនបន្ថែមតាក់ទងនឹងអង់ទីយ៉ូទិកនៅក្នុងសាច់នេះខ្ញុំសូមណែនាំពុកម៉ែបងប្អូនឲ្យស្គាល់ក្រុមហ៊ុនមួយគឺក្រុមហ៊ុន Agifit ដែលក្រុមហ៊ុន Agifit នេះគឺជាអ្នកចែកចាយនិងផ្គត់ផ្គង់នៅអាហារសុវត្ថិភាពសាច់សុវត្ថិភាព
ដែលមានស្តង់ដានឹងយកចេញពីវិជាកសិកររបស់យើងគោលដៅស្នូលរបស់ក្រុមហ៊ុន AG Food គឺប្រមូលទិញនៅសាច់សត្វរបស់កសិករដើម្បីយកមកផ្គត់ផ្គង់ឲ្យពុកម៉ែបងប្អូនព្រមទាំងហ៊ានកន្លែងពិឃាតសត្វដែលមានវិធានអនាម័យត្រឹមត្រូវល្អតាមស្តង់ដាដោយយោងតាមការសហការគ្នារវាង AG Feed និង AG Food ក្រុមហ៊ុន AG Feed ដើរតួនាទីសំខាន់ក្នុងការផ្ដល់និងប្រឹក្សាទៅលើបច្ចេកទេសការប្រើប្រាស់ថ្នាំអង់ទីយ៉ូទិកដល់កសិកររបស់យើងបាទជាពិសេសកសិករគំរូដើម្បីឲ្យគាត់បាទយល់ដឹងកាន់តែច្បាស់ដែលជាភាពធានាទៅលើក្រុមហ៊ុន AG Food ដោយយកសាច់និងសត្វរស់យកមកពិឃាតហ្នឹងគឺអត់មានផ្ទុកនៅសារធាតុអង់ទីយ៉ូទិកទេដោយសារអីនៅពេលដែល AG Feed បានចុះទៅបរិញ្ញាកសិករគឺយើងតែងតែណែនាំអំពីរយៈពេលនៃថ្នាំមួយរបស់ថ្នាំចេញពីខ្លួនសត្វនឹងមកខាងក្រៅប្រភេទថ្នាំទាំងអស់ហ្នឹងគឺយើងធានាជូនថានៅពេលដែលប្រើហើយកំឡុងពេលដែលថ្នាំមិនទាន់អស់ហ្នឹងគឺយើងអត់ឲ្យយកសត្វហ្នឹងយកមកពិឃាតទេអញ្ចឹងនេះគឺជាកត្តាដែលយើងហ៊ានធានាទៅលើការមិនសល់នៅកាកសំណល់អង់ទីយ៉ូទិកនៅខាងក្នុងហ្នឹងក្រៅពីនេះពុកម៉ែបងប្អូនអាចត្រួតពិនិត្យខ្លួនឯងបានថាតើសាច់ទាំងអស់ហ្នឹងមានផ្ទុកនៅសារធាតុអង់ទីយ៉ូទិកអត់តាមអ្វីដែលយើងមើលឃើញផ្ទាល់បើសិនជាពុកម៉ែបងប្អូនទិញចំប្រភេទសាច់ដែលមានផ្ទុកនៅសារធាតុហ្នឹងគឺវាតែងតែមានក្លិនគឺសាច់ឆាប់ស្អុយសាច់ហ្នឹងនឹងមានស្នាមជាប់ទៅលើកទៅលើអីដែរច្រឡំងកអានេះគឺជាការមើលនៅខាងក្នុងក្រៅពីនេះយើងក៏អាចយកទៅតេស្តមើលសមាសធាតុថ្នាំនេះផងដែរ